ថែកាយកុំភ្លេចថែចិត្តរូបរាងកាយស្អាតប៉ុណ្ណាក៏ដោយបើចិត្តមានជំងឺហើយអ្វីគ្រប់យ៉ាងស្មើនឹងទទេស្អាតថែកាយដោយអាហារូបត្ថម្ភផ្សេងថែចិត្តដោយការសិក្សាហ្វឹកហាត់បដិបត្តិធម៌នឹងមកបានសរសេរឃើញញាតិញោមសេនឹងច្រើនដែរញាតិញោមសារៈសំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃនេះតាមសភាពជាក់ស្ដែងដែលយើងធ្លាប់បានឃើញឬក៏សង្កេតឃើញការរស់នៅជាបច្ចុប្បន្ននេះរឿងសុខភាពរាងកាយនេះក៏សំខាន់សុខភាពផ្លូវចិត្តនឹងក៏រឹងរឹតតែសំខាន់ទៅទៀតចឹងមែនទេបងតាមរយៈការដែលយើងបានមើលឃើញជាទូទៅច្រើនតែជួបនៅបញ្ហារឿងវិបត្តិអីផ្សេងអាហ្នឹងគឺបញ្ជាក់ថាបញ្ហាផ្លូវចិត្តនឹងគឺនៅផុយស្រួយនៅទន់ជ្រាយគឺផ្លូវចិត្តរបស់យើងនឹងគឺមិនតាន់មមតំល្អចឹងបើទោះបីជាថារូបរាងកាយមមមួនក៏ប៉ុន្តែបើសិនជាចិត្តនឹងគឺអត់មានធម៌ពលចិត្តរបស់យើងនឹងគឺមិនមមមួនមិនមមតំទេជីវិតរបស់យើងនឹងក៏អត់អាចដើម្បីនឹងរស់នៅដោយសុវត្ថិភាពហើយប្រាប់ពាក្យថាសុវត្ថិភាពគឺអាចដើម្បីនឹងប្រឈមជាមួយនឹងបញ្ហារឿងការបាក់ទឹកចិត្តអីផ្សេងចឹងព្រោះហេតុដូច្នោះហើយបានជាអ្វីដែលយើងត្រូវគិតគូរដូចបច្ចុប្បន្នហ្នឹងគេដើម្បីបំពន់ផ្លូវកាយរូបរាងកាយណាដៃជើងអวัยวៈអីផ្សេងដើម្បីធ្វើឲ្យមមមួនរហូតដល់ថាកាយរបស់យើងនឹងត្រូវទំនប់បំរុងត្រូវឧបត្ថម្ភផ្គត់ផ្គង់ដោយអាហារហ្នឹងក៏យើងត្រូវគិតគូរទៅលើជីវជាតិតកតងជាមួយនឹងអ្វីដែលត្រូវផ្គត់ផ្គង់ឲ្យរូបរាងកាយយើងឲ្យគ្រប់គ្រាន់នឹងទៅទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងត្រូវធ្វើលំហាត់ប្រាណហើយផ្សេងត្រូវក្រោកពីព្រឹករត់ខ្លះដើរខ្លះណាឬក៏ថាមានកន្លែងដើម្បីជួយនៅក្នុងការត្រូវហ្វឹកហាត់រូបរាងកាយនឹងឲ្យមមួនដូចកន្លែងហ្វឹកហាត់កីឡាគេហៅ gym ហ្នឹងណាយើងមើលគេមានកន្លែងទាំងអស់ហ្នឹងផ្សេងហ្នឹងសុទ្ធតែជាគោលដៅដ៏ចម្បងនេះថ្មនិយាយគោលដៅដ៏ចម្បងគឺដើម្បីជួយឧបត្ថម្ភផ្លូវកាយចឹងមែនទេញោមដើម្បីជួយឧបត្ថម្ភផ្លូវកាយឲ្យកាយនឹងមានសុខភាពល្អអីផ្សេងហ្នឹងតែក្នុងចំណែកនៃការធ្វើ exercise ឬក៏ gym អីនឹងផ្សេងហ្នឹងក៏មានផ្នែកមួយដែរដែលអាចជួយដល់សុខភាពផ្លូវចិត្តចឹងដែរចឹងបានថ្មលើកមកខាងដើមហ្នឹងថ្មនិយាយថាជាទូទៅឬក៏គេផ្ដោតសំខាន់ហ្នឹងគឺទៅលើរូបរាងកាយក៏ប៉ុន្តែវាមានចំណែកនៃការជួយឧបត្ថម្ភផ្លូវចិត្តរបស់យើងគាត់ថាវាមិនមែនជាគោលដៅចម្បងនឹងទេផ្លូវចិត្តហ្នឹងណាអញ្ចឹងយើងថែផ្លូវកាយឥឡូវឧបមាថាកាយរបស់យើងនឹងមានសុខភាពល្អមមួនរឹងប៉ឹងមើលទៅនឹងគឺស្វាហាប់ណាបញ្ជាពីឈើគឺមើលទៅមានសភាពធំសម្បើមដើមឈើដើមឈើធំក៏ប៉ុន្តែជាមួយនឹងដើមឈើដែលវាធំហ្នឹងយើងត្រូវគិតមួយទៀតហ្នឹងថាតើវាមានក្លឹមប៉ុណ្ណាចឹងមែនទេបងហើយជាមួយនឹងដើមឈើដែលធំហ្នឹងតើក្លឹមដើមឈើនឹងមានទេហ្នឹង
ហើយបើសិនជាណាក្លឹមដើមឈើហ្នឹងមិនមានទេអញ្ចឹងការដែលដើមឈើធំហ្នឹងក៏វាមិនតន្តាបានថាដើមឈើហ្នឹងរឹងមាំបានដែរអញ្ចឹងមែនទេបងណាអញ្ចឹងយ៉ាងណាមិញសុខភាពផ្លូវកាយរបស់យើងល្អហើយតែបើសុខភាពផ្លូវចិត្តការអប់រំទូនមានចិត្តហ្នឹងមិនតាន់មានមមតំល្អទេចឹងដំណើរនៃជីវិតរបស់យើងហ្នឹងគឺយើងអាចប្រឈមជាមួយនឹងបញ្ហាហ្នឹងទៀតចឹងជាមួយគ្នានឹងការលូតលាស់របស់ដើមឈើហ្នឹងកាន់តែធំចឹងក៏ត្រូវមានក្លឹមនឹងដែរហើយក៏ត្រូវមានឫសកែវខាងក្រោមនៃដើមឈើហ្នឹងវាចាក់ជ្រៅមាំតំល្អហ្នឹងទៅដែរចឹងដើម្បីរក្សាដើមឈើហ្នឹងគឺឲ្យមាំណាអាចដើម្បីនឹងទប់ទល់ជាមួយនឹងបញ្ហាដូចជាខ្យល់កន្ត្រាក់ខ្យល់ព្យុះអីផ្សេងហ្នឹងគឺដើមឈើហ្នឹងមាំតំមាំមួនបានដោយសារតែមានឫសកែវល្អហើយនឹងដោយសារតែជាដើមឈើដែលមានក្លឹមរឹងមាំចឹងណាជីវិតរបស់យើងហ្នឹងក៏ដូចគ្នាដែរណាជីវិតនេះគឺត្រូវជួបបញ្ហារហូតមិនមែនអស់បញ្ហាទេត្រូវជួបបញ្ហាខ្ញុំជឿអញ្ចឹងឬក៏ម្នាក់ប្រាថ្នាផុតឆ្នាំ2025ចូលដល់ឆ្នាំ2026ហើយសូមឲ្យរឿងរ៉ាវទាំងអស់រឿងរ៉ាវអពមង្គលទាំងអស់ធ្លាប់ជួបមកហ្នឹងកុំឲ្យជួបទៀតឬក៏ថារឿងរ៉ាវអីផ្សេងមិនល្អហើយនឹងកុំឲ្យជួបនិយមប្រាថ្នាអញ្ចឹងមើលទៅផុតបានទេបងពីព្រោះជីវិតហ្នឹងវាត្រូវតែជួបអញ្ចឹងជីវិតយើងត្រូវតែជួបអញ្ចឹងរឿងចាស់ដែលយើងជួបហ្នឹងវាអញ្ចឹងហើយក៏មិនតែអ្វីដែលយើងត្រូវបន្តទៅទៀតហ្នឹងគឺរឿងថ្មីឆ្នាំថ្មីវាមានរឿងថ្មីហើយឆ្នាំថ្មីវាមានបញ្ហាថ្មីឆ្នាំថ្មីថ្ងៃថ្មីវាមានរឿងអីផ្សេងមកជួបក្នុងជីវិតគាត់ថាអ្វីដែលយើងប្រាថ្នាដើម្បីកុំឲ្យជួបគឺកុំឲ្យជួបរឿងដដែលអញ្ចឹងមែនទេញោមតែពេលខ្លះជីវិតរបស់យើងនឹងគឺវាត្រូវជួបរឿងដដែលខ្លះរឿងថ្មីខ្លះអញ្ចឹងរឿងដដែលទាមទារឲ្យយើងត្រូវចាំនៅរឿងរ៉ាវហ្នឹងណារឿងរ៉ាវដែលយើងធ្លាប់ជួបហើយជាងទុកជាមេរៀនទៅកត់ទុកឲ្យល្អដល់ពេលថ្ងៃក្រោយជួបទៀតយើងដឹងវិធីនៅក្នុងការដោះស្រាយណាអញ្ចឹងបានរឿងដែលយើងជួបហើយទុកជាបទពិសោធន៍ណាហើយដល់ពេលរឿងថ្មីដែលមកដល់ក្នុងជីវិតហ្នឹងគឺទុកជាវិញ្ញាសាថ្មីដែលយើងត្រូវដោះស្រាយដែលយើងត្រូវជួបណាអញ្ចឹងនៅពេលដែលយើងត្រូវជួបទី1យើងត្រូវកាយរបស់យើងហ្នឹងគឺកុំឲ្យមានជំងឺហ្នឹងក៏ជាបញ្ហានឹងដែរអញ្ចឹងកុំឲ្យមានជំងឺផ្លូវកាយហើយផ្លូវចិត្តហ្នឹងក៏ត្រូវតែមាំតំហើយសួរតែផ្លូវកាយហ្នឹងអាត្មាជឿជាក់ថាញាតិញោមថែទាំហើយថ្នាំសង្កូវការផ្គត់ផ្គង់រូបរាងកាយនឹងដោយបាយទឹកនំនេកអីផ្សេងហ្នឹងហើយការធ្វើលំហាត់ប្រាណដើម្បីសុខភាពល្អអីផ្សេងហ្នឹងបែរជាបានច្រើនតែអ្វីដែលសំខាន់ហ្នឹងគឺផ្លូវចិត្តមួយទៀតណាញាតិញោមណាផ្លូវចិត្តមួយទៀតអញ្ចឹងមកយើងទៀមទាថាឥឡូវសួរថាសុខភាពផ្លូវចិត្តឬក៏ mental health ហ្នឹងគឺបានមកយ៉ាងម៉េចញាតិញោមសាកគិតមើលសុខភាពផ្លូវចិត្តរបស់យើងហ្នឹងបានមកយ៉ាងម៉េចសុខភាពផ្លូវកាយយើងងាយស្រួលទេណាញាតិញោមណាតែសុខភាពផ្លូវចិត្តនេះអានេះអាត្មាលើកតាមរយៈទ្រឹស្ដីនៃពុទ្ធសាសនាហើយដែលញាតិញោមគ្រប់គ្នាក៏សិតសឹងតែជាអ្នកកាន់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងអំពីវិធីនៃការហ្វឹកហាត់អប់រំទូនមានចិត្តហ្នឹងគឺតាមរយៈពីររបៀបទី1តាមបែបសមថៈទី2គឺតាមបែបនៃវិបស្សនា
តាមបែបនៃសមថៈគឺជាការបដិបត្តិទៅនៅក្នុងសមាធិដែលជាការកាន់យកនៅអារម្មណ៍នៃព្រះកម្មដ្ឋានណាមួយតាមអធិស្ឋានជាទូទៅយើងច្រើនតែបានឮថាការបដិបត្តិនៅក្នុងអាណាបានសតិកម្មដ្ឋានចឹងមែនទេអាណាបានសតិកម្មដ្ឋាននេះគឺជាការដែលតាមដាននៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលពិនិត្យមើលណាសតិរបស់យើងហ្នឹងណាសតិស្មារតីហ្នឹងគឺរលឹកណារឿយទៅនៅក្នុងខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលអត់មានចិត្តរបស់យើងនឹងទៅគិតរឿងដតីតាមរយៈការឮតាមតិចតាមរយៈការឃើញតាមផ្លូវភ្នែកដឹងក្លិនតាមច្រមុះអីហ្នឹងទេគឺបិទទាំងអស់ណាហើយបដោតចិត្តហ្នឹងគឺបង្អោនទៅក្នុងទីតាំងនៃខ្យល់ប៉ះត្រូវខ្យល់ចេញនិងខ្យល់ចូលណាខាងរឹមខាងលើរឹមបបោមាត់នេះហើយនឹងច្រមុះចុងច្រមុះទាំងពីរនោះណាមួយដែលទៅតាមលក្ខណៈនៃបុគ្គលមួយបុគ្គលខ្លះក៏ដឹងអារម្មណ៍ដឹងនៅខ្យល់ចេញខ្យល់ចូលនោះតាមរយៈខាងចុងនៃរឹមបបោមាត់ក៏បុគ្គលខ្លះនៅចុងច្រមុះចឹងជាការរលឹករឿយចឹងទៅចិត្តរបស់យើងហ្នឹងគឺវាបង្អោនទៅនៅក្នុងអារម្មណ៍តែមួយជាតែហៅថាជាឯកកតាណាឯកកតាហ្នឹងគឺបានន័យថាវាបង្អោនទៅនៅក្នុងអារម្មណ៍តែមួយដោយការដែលមិនចលាចលឬក៏មិនណាថេងថងទៅនេះខ្លះទៅនោះខ្លះហក់លោតចុះឡើងដោយស្វាអញ្ចឹងទេណាញញឹមចិត្តរបស់យើងនេះជាទូទៅគឺនៅមិនស្ងៀមទេដោយស្វាអញ្ចឹងចឹងនៅពេលណាដែលយើងចងនៅចិត្តរបស់យើងនឹងដោយសតិជាប់ជាមួយនឹងបង្គោលនឹងចឹងវាអត់ឲ្យចិត្តរបស់យើងនឹងគឺបែកសាយទៅកាន់ទីរតីអានឹងវាជួយដែរណាជួយផ្លូវចិត្តដែលយើងហៅថាមានសមាធិនឹងវាជួយដល់ការសិក្សារៀនសូត្រជួយទៅដល់ការធ្វើកិច្ចការងារអីផ្សេងហ្នឹងយើងបដោតចិត្តបានល្អណាចឹងបានយើងច្រើននិយាយថាបុគ្គលដែលធ្វើការងារបដោតលើការងារហ្នឹងបានល្អហ្នឹងបុគ្គលហ្នឹងគឺមានសមាធិយើងច្រើនតែនិយាយចឹងណាឬក៏ការបដិបត្តិទៅក្នុងអារម្មណ៍នៃបកម្មដ្ឋានផ្សេងទៀតតាមអធិស្ឋាននឹករលឹកពុទ្ធគុណធម្មគុណសង្ឃគុណអីចឹងទៅហ្នឹងតតែញាតិញោមបានសិក្សាបន្ថែមទៀតអីចឹងទៅអាហ្នឹងគឺបែបសមាធិអញ្ចឹងការអប់រំទូនមានចិត្តរបស់យើងហ្នឹងគឺតាមរយៈបែបសមាធិហ្នឹងក៏ដោយឬក៏តាមបែបវិបស្សនាបែបវិបស្សនាហ្នឹងគឺជាការពិចារណាអឺនៅសង្ខារធម៌ទាំងពួងហ្នឹងដែលប្រព្រឹត្តទៅក្នុងត្រៃលក្ខធម៌ទាំង3គឺមិនទៀងជាទុក្ខនិងជាអនត្តាវាមែនតើទៅគឺបើទោះបីជាថាយើងមិនតន់មានគោលដៅបដិបត្តិទៅដើម្បីរួចចាកអំពីសេចក្តីទុក្ខម្នាក់ហ្នឹងពេលខ្លះក៏មិនតន់យល់យើងនិយាយថាការដែលយើងយល់ស៊ីជម្រៅទៅថារួចចាកទុក្ខយ៉ាងម៉េចព្រះនិព្វាននឹងយ៉ាងម៉េចហ្នឹងយើងមិនតន់ស៊ីជម្រៅហើយមិនតន់មានគោលដៅប្រាថ្នាព្រះនិព្វានក៏ពិតមែនក៏ប៉ុន្តែការដែលយើងចម្រើននៅវិបស្សនាការដែលយើងរៀនពិចារណារឿយដោយសភាពមិនទៀងជាទុក្ខជាអនត្តាហ្នឹងវាអាចជួយទៅដល់ការរក្សាលំនឹងសេចក្តីសុខឬក៏សេចក្តីទុក្ខតាមផ្លូវចិត្តរក្សាលំនឹងហ្នឹងគឺអានឹងចង់និយាយថាធម្មតាម៉ាស៊ីនមួយឬក៏របស់មួយគេត្រូវមានលីមីតណាត្រូវមានកម្រិតណាមានកម្រិតហ្នឹងគឺឧទាហរណ៍ថា
បើសិនជាកម្ដៅគេមើលទៅតាមហ្នឹងគេមានភ្លើងគេណាដល់ពេលកម្ដៅដែលវាក្ដៅខ្លាំងពេកលើសអំពីកម្រិតអានឹងគេដាក់ក្រហមញ៉ាសំបីតែភ្លើងស្តុបរបស់យើងណាញ៉ាំភ្លើងស្តុបចរាចរណ៍ណាក៏មានពណ៌ដែលបង្ហាញណាពណ៌ក្រហមហ្នឹងគឺយើងត្រូវឈប់មែនទេត្រូវឈប់ចឹងជាការកំណត់ទេថាយើងអត់ត្រូវទៅគឺគេកំណត់ទេចឹងនៅពេលណាដែលយើងបានចម្រើននៅវិបស្សនាឬក៏មានសតិមានស្មារតីភ្ញាក់រលឹកមានសតិផងមានបញ្ញាផងពិចារណាផងវាអាចជួយដើម្បីនឹងរក្សាតុល្យភាពឬក៏រក្សាកម្រិតនៃសេចក្តីសុខឬក៏សេចក្តីទុក្ខសោកសៅមនស្សដែលយើងត្រូវជួបដែលយើងត្រូវកើតឡើងណាសុខហ្នឹងក៏រក្សាសុខកុំឲ្យលើសកំណត់យ៉ាងម៉េចគឺកុំឲ្យវាពេកហ្នឹងខ្ញុំយល់ពាក្យថាពេកនៅពេលណាដែលសេចក្តីសុខកើតឡើងនៅពេលដែលសោមនស្សកើតឡើងសប្បាយរីករាយស្រស់ថ្លាឬក៏ថាជួបនៅបុគ្គលជាទីស្រឡាញ់ជួបជុំបងប្អូនក្រុមគ្រួសារផ្សេងហ្នឹងនៅពេលណាដែលយើងភ្លេចខ្លួននេះសប្បាយជ្រុលហួសពេកអញ្ចឹងបានជាពាក្យខ្មែរយើងថាសប្បាយខ្លាយជាទុក្ខឬក៏ពាក្យមួយទៀតគេថាសប្បាយភ្លេចងាប់អាហ្នឹងគឺវាសប្បាយជ្រុលពេកហ្នឹងក៏មិនល្អនៅពេលណាដែលយើងមានបញ្ញាមានស្មារតីភ្ញាក់រលឹកយើងចាប់ផ្ដើមគិតថាអ្វីហ្នឹងគឺមិនថិតថេរមិនទៀងទាត់ទេការជួបនៅក្នុងថ្ងៃនេះក៏អាចប្រត់នៅក្នុងថ្ងៃស្អែកការជួបនៅក្នុងពេលឥឡូវនេះក៏អាចនឹងបែកផ្លូវគ្នាទៅកាន់ផ្ទះរៀងខ្លួនក្នុងពេលបន្តិចទៀតនៅពេលណាដែលយើងគិតអញ្ចឹងវាអាចជួយ control ជួយកំណត់នៅសភាពនៃអាកាសបាយហួសពេករបស់យើងនឹងឲ្យល្មមប្រមាណនៅពេលណាដែលយើងធ្វើឲ្យចិត្តរបស់យើងនឹងទាំងសប្បាយទាំងសេចក្តីទុក្ខនឹងវាល្មមប្រមាណអញ្ចឹងវាមានតុល្យភាពមែនទេដូចម៉ាស៊ីនអញ្ចឹងណាដូចម៉ាស៊ីននៅពេលណាដែលវាមានតុល្យភាពដំណើរការក៏ស្រួលប្រើក៏បានយូរអញ្ចឹងមែនទេនឹងយ៉ាងណាចិត្តរបស់យើងនឹងក៏អញ្ចឹងដែរយើងតតែរៀនហ្វឹកហាត់រៀនសូត្រតែបើសិនជាយើងមិនព្យាយាមអញ្ចឹងទេមិនព្យាយាមនៅក្នុងការអប់រំទុនមានចិត្តនឹងបន្ថែមទៀតទេដូចអាសរសេរអញ្ចឹងថានៅពេលណាដែលយើងមិនបានអប់រំទុនមានចិត្តទេតែចិត្តនេះមានជំងឺហើយវាស្មើនឹងតទេណាយើងព្យាយាមប្រឹងប្រែងដើម្បីនឹងរក្សាផ្លូវកាយឲ្យមានសុខភាពល្អក៏ដោយតែនៅពេលណាដែលសុខភាពផ្លូវចិត្តទ្រុឌទ្រោមហើយហ្នឹងចិត្តហ្នឹងក៏ជាសមុទ្ឋាននៃជំងឺនៃរូបរាងកាយនឹងដែររូបរាងកាយរបស់យើងហ្នឹងក៏អាចមានជំងឺតាមរយៈផ្លូវចិត្តហ្នឹងដែរតែជាចិត្តសមុទ្ឋានអញ្ចឹងបានជាជំងឺខ្លះព្រះអង្គសម្ដែងនៅក្នុងការីមាននតុសោតព្រះអង្គសម្ដែងចិត្តសមុទ្ឋានាអាពាធានអញ្ចឹងវាអាចកើតអំពីផ្លូវចិត្តរបស់យើងដែរតែនៅពេលណាដែលយើងចិត្តរបស់យើងនឹងមិនមានជំងឺចិត្តរបស់យើងស្រស់ថ្លាក៏អាចជួយដល់ផ្លូវចិត្តចឹងសំទោសជួយដល់សុខភាពផ្លូវកាយយ៉ាងដែរអញ្ចឹងបានជាពេលខ្លះញញោមសង្កេតមើលណាដូចជាកន្លងមកយើងធ្លាប់ឮបុគ្គលខ្លះដូចថាទៅជួបពេទ្យហ្នឹងបានប្រាប់ថាអ្នកឯងមានជំងឺមហារីកអញ្ចឹងបែរជាប្រហែល2ខែទៀតអ្នកឯងនឹងត្រូវស្លាប់ហើយយើងសាពិចារណាមើលថាប្រសិនបើលើដំណឹងថាសុខភាពផ្លូវកាយរបស់ខ្លួនហ្នឹងកើតមហារីកហើយហ្នឹងបុគ្គលហ្នឹងគាត់មាននៅការទ្រុឌទ្រោមគាត់មាននៅការបាក់ទឹកចិត្តការភ័យខ្លាចចំពោះសេចក្តីស្លាប់ការភ័យខ្លាចចំពោះការបាត់បង់ការភ័យខ្លាចចំពោះជំងឺហ្នឹងហើយស្រាប់តែបន្ថែមនៅសម្ពាធផ្លូវចិត្តរបស់គាត់ហើយគាត់មិនអាចដើម្បីនឹងទទួលយកបានគាត់មានសេចក្តីទុក្ខដេកភ័យជាមួយនឹងសេចក្តីទុក្ខដេកភ័យជាមួយនឹងជំងឺហ្នឹងអញ្ចឹងបើជារស់អត់បានដល់2ខែហ្នឹងទេតែបុគ្គលហ្នឹងគឺគាត់អត់អញ្ចឹងទេទោះបីជាលឺដំណឹងហ្នឹងយ៉ាងម៉េចហើយក៏ដោយក៏ប៉ុន្តែគាត់ព្យាយាមនៅក្នុងការរស់នៅដោយសប្បាយ
មិនការទុកមិនកង្វល់ចឹងវាធ្វើឲ្យជំងឺរបស់គាត់ហ្នឹងវាទៅជាមិនត្រឹមត្រូវតាមការកំណត់របស់ពេទ្យណាពេទ្យថា2ខែស្លាប់អីចឹងទៅដល់ពេល2ខែគាត់នៅរស់ធម្មតាវាអាចមានចឹងដែរវាតាមរយៈផ្លូវចិត្តដែលបុគ្គលហ្នឹងមានមមតំល្អចឹងរឿងផ្លូវចិត្តហ្នឹងគឺសំខាន់ណាស់ចឹងញាតិញោមគ្រប់គ្នាទាំងអស់មានឱកាសហើយបើទោះបីជាថាអឺដោយសម័យបច្ចុប្បន្ននេះយើងអាចដើម្បីនឹងមានវត្តមានអារាមដឹកនាំនៅក្នុងការធ្វើសមាធិឬក៏មណ្ឌលវិបស្សនាដូចជានៅក្នុងអឺពុទ្ធមណ្ឌលវិបស្សនាធុរៈនៅភ្នំអត្តរៈអញ្ចឹងទៅក៏មានបើកវគ្គកម្មដ្ឋានឯផ្សេងឬក៏ថាដោយសម័យបច្ចុប្បន្ននេះគឺវត្តនិក្រុតវ័នគល់ទទឹងថ្នាក់ដឹកនាំលោកបានរៀបចំកម្មវិធីសមាធិក្នុងមួយខែហ្នឹងគឺរៀបចំរួមម្ដងអញ្ចឹងថ្ងៃអាទិត្យចុងខែនីមួយហ្នឹងញាតិញោមមើលទៅថ្ងៃអាទិត្យចុងខែនីមួយហ្នឹងគឺតែងតែមានកម្មវិធីសមាធិហ្នឹងក៏ជាផ្នែកមួយល្អឬក៏ញាតិញោមគ្រប់គ្នាទាំងអស់ដែលធ្លាប់បដិបត្តិសមាធិហ្នឹងហើយហ្នឹងក៏ព្យាយាមប្រឹងប្រែងអញ្ចឹងទៅអញ្ចឹងដើម្បីរក្សាណាតុល្យភាពកាយរបស់យើងនឹងមានសុខភាពល្អហើយចិត្តរបស់យើងនឹងក៏ត្រូវតែមានសុខភាពល្អដែរដើម្បីធ្វើឲ្យជីវិតរបស់យើងនឹងគូរស់នៅមានសភាពល្អប្រសើរនឹងទៅបានផងសូមអនុមោទនា